កីឡាករណាខ្លះដែលធ្លាប់បានឈ្នះពានរង្វាន់ស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍ World Cup ចុងបញ្ចប់នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្រៅពីប្រគល់ពានរង្វាន់ World Cup ផ្ទាល់ទៅឲ្យក្រុមដែលឈ្នះជើងឯកក៏មានផងដែរនៅក្នុងការប្រគល់ក៏ដូចជាផ្ដល់ជូនពានរង្វាន់ផ្សេងៗទៀតនៅក្នុងនោះទាំងពានរង្វាន់ស្បែកជើងមាសឬ Golden Boot ដែលប្រគល់ឲ្យកីឡាកររូបណាដែលរកគ្រាប់បាល់សុទ្ធបញ្ចូលទីបានច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ការប្រគល់ពានរង្វាន់ Golden Boot ត្រូវបានធ្វើឡើងជាលើកដំបូងអំឡុងពេល World Cup ឆ្នាំ1982ក្រោមឈ្មោះថា Golden Shoe ហើយរហូតមកទល់ឆ្នាំ2010ទើបត្រូវបានប្ដូរឈ្មោះជាថ្មីមកជា Golden Boot វិញរីឯអ្នកសុទ្ធបញ្ចូលទីបានច្រើនគ្រាប់ជាងគេអំឡុងពេលព្រឹត្តិការណ៍មុនៗត្រូវបានទទួលពានរង្វាន់ Golden Shoe ឬ Golden Boot ផងដែរចំណែកឯអ្នកជាប់ចំណាត់ថ្នាក់លេខ2ឬលេខ3ក៏ទទួលបានស្បែកជើងប្រាក់និងស្បែកជើងសម្រិតផងដែរតើកីឡាករបាល់ទាត់មកពីប្រទេសណាខ្លះដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍ World Cup ចាប់តាំងពីឆ្នាំ1930ដល់2018ទី1 World Cup ឆ្នាំ1930បានទៅលើកីឡាករ Guillermo Stabal មកពីក្រុមជម្រើសជាតិអាសង់ទីនដែលរកគ្រាប់បាល់បញ្ចូលទីបានចំនួន8គ្រាប់ទី2 World Cup 1934បានទៅលើកីឡាករ Oldrich Nechelli មកពីសាធារណរដ្ឋឆេកដែលរកបាន5គ្រាប់ទី3 World Cup 1938បានទៅលើកីឡាករ Leonidas មកពីប្រេស៊ីលដែលរកបានចំនួន7គ្រាប់ទី4 1950បានទៅលើកីឡាករ Ademir មកពីប្រេស៊ីលដែលរកបាន8គ្រាប់ទី5 World Cup 1954បានទៅលើកីឡាករ Sandor Kocic មកពីហុងគ្រីដែលរកបាន11គ្រាប់ទី6 World Cup 1958បានទៅលើកីឡាករ Chafonter មកពីបារាំងដែលរកបាន13គ្រាប់ទី7ឆ្នាំ1962បានទៅលើកីឡាករចំនួន6នាក់មកពីហុងគ្រីក្រុមសហភាពសូវៀតក្រុមប្រេស៊ីលក្រុមយូហ្គោស្លាវីនិងក្រុមឈីលីដែលរកបាន4គ្រាប់ស្មើគ្នាទី8 World Cup 1966បានទៅលើកីឡាករ Eusebio មកពីប៉ូទុយហ្គាល់ដែលរកបាន9គ្រាប់ទី9 World Cup 1970បានទៅលើកីឡាករ Gerd Müller មកពីអាល្លឺម៉ង់ដែលរកបាន10គ្រាប់ទី10 World Cup ឆ្នាំ1974បានទៅលើកីឡាករ Grisolato មកពីប៉ូឡូញដែលរកបាន7គ្រាប់11ឆ្នាំ1978បានទៅលើកីឡាករ Mario Kempes មកពីអាសង់ទីនដែលរកបាន6គ្រាប់12 World Cup 1982បានទៅលើកីឡាករ Paolo Rossi មកពីអ៊ីតាលីដែលរកបាន6គ្រាប់13 World Cup ឆ្នាំ1986បានទៅលើកីឡាករ Gary Lineker មកពីអង់គ្លេសដែលរកបាន6គ្រាប់14 World Cup ឆ្នាំ1990បានទៅលើកីឡាករ Salvatore Chiellesi មកពីអ៊ីតាលីដែលរកបាន6គ្រាប់15 World Cup 1994បានទៅលើកីឡាករ Oleg Selenko មកពីរុស្ស៊ីនិងកីឡាករ Risto Stoichkov មកពីប៊ុលហ្គារីដែលរកបានម្នាក់6គ្រាប់16 World Cup 1998បានទៅលើកីឡាករ Davor Suker មកពីប្រទេសក្រូអាតដែលរកបាន6គ្រាប់17 World Cup 2002បានទៅលើកីឡាករ Ronaldo Nazario មកពីប្រេស៊ីលដែលរកបាន8គ្រាប់18 World Cup 2006បានទៅលើកីឡាករ Miroslav Klose មកពីអាល្លឺម៉ង់ដែលរកបាន5គ្រាប់19 World Cup 2010បានទៅលើកីឡាករ Thomas Muller មកពីអាល្លឺម៉ង់ដែលរកបាន5គ្រាប់ទី20 World Cup 2014បានទៅលើកីឡាករ James Rodriguez មកពីកូឡុំប៊ីដែលរកបាន6គ្រាប់ទី21 World Cup ឆ្នាំ2018គឺបានទៅលើកីឡាករ Harry Kane មកពីអង់គ្លេសដែលរកបាន6គ្រាប់គួរបញ្ជាក់ផងថាពានរង្វាន់ Golden Boot ធ្វើឡើងពីលោហៈធាតុរួមផ្សំគ្នារវាងស្ពាន់និងសង្កសីហើយស្រោបទៅដោយមាសដែលមានទម្ងន់1គីឡូក្រាមមកទល់ឥឡូវនេះគឺមិនទាន់មានកីឡាករណាធ្លាប់ឈ្នះពានរង្វាន់នេះលើពីម្ដងបានឡើយប៉ុន្តែប្រេស៊ីលមានកីឡាករដែលបានឈ្នះពានរង្វាន់ Golden Boot សរុបរហូតដល់ទៅ6នាក់សម្រាប់ព្រឹត្តិការណ៍ World Cup 2022គឺទាល់តែដល់ពេលបិទបញ្ចប់នៃការប្រកួតវាផ្ដាច់ព្រ័ត្រពោលគឺនៅក្នុងថ្ងៃទី18ខែធ្នូខាងមុខទើបរកឃើញម្ចាស់ពានរង្វាន់ស្បែកជើងមាសនេះ